យើងរៀបចំកែលម្អបរិស្ថានសិក្សានិងហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀនឲ្យបានស្អាតដើម្បីប្រែក្លាយសាលារៀនឲ្យទៅជាសាលាសុវត្ថិភាពសម្រាប់សិស្សគ្រប់រូបយើងបានធ្វើឡដុតសម្រាមថ្មីដើម្បីគ្រប់គ្រងសម្រាមឲ្យបានត្រឹមត្រូវយើងបានធ្វើកន្លែងលាងដៃជាក្រុមយើងបានរៀបចំសួនសិក្សាយើងមានបង្គន់អនាម័យស្តង់ដារយើងមានប្រព័ន្ធចែកចាយទឹកនិងទឹកស្អាតសម្រាប់បរិភោគរួមទាំងការកែលម្អដ៏ចាំបាច់ជាច្រើនផ្សេងទៀតសាលារៀនសុវត្ថិភាពគឺផ្ដោតលើបរិស្ថានសិក្សាសុវត្ថិភាពការគ្រប់គ្រងគ្រោះមហន្តរាយនិងការបន្តការសិក្សាការអប់រំការបង្ការហានិភ័យនិងភាពធន់ដើម្បីធានាថាសិស្សានុសិស្សទាំងអស់មានភាពធន់នឹងគ្រោះមហន្តរាយពួកគេបានទទួលការដឹងពីព័ត៌មានការជម្លៀសការសង្គ្រោះបឋមនិងការស្វែងយល់មុខសញ្ញាគ្រោះថ្នាក់ដើម្បីឆ្លើយតបនឹងការបង្ការគ្រោះមហន្តរាយនានាជំរាបសួរថ្ងៃនេះនាងខ្ញុំឡើងមកបង្ហាញផែនទីជម្លៀសនិងផែនទីមុខសញ្ញាគ្រោះថ្នាក់យើងក៏បានចូលរួមក្នុងការគូសផែនទីជម្លៀសនិងកំណត់សញ្ញាគ្រោះថ្នាក់នៅក្នុងបរិវេណសាលារៀននិងការកសាងផែនការអនុវត្តស្តីពីសាលារៀនសុវត្ថិភាពជាមួយលោកគ្រូអ្នកគ្រូនិងគណៈកម្មការផងដែរជាមួយចំណេះដឹងទាក់ទងនឹងសុខភាពអនាម័យនិងសុវត្ថិភាពកុមារពួកយើងបានយកចំណេះទាំងអស់នេះទៅផ្សព្វផ្សាយដល់សិស្សនៅដល់ទងជាតិជារៀងរាល់ព្រឹកថ្ងៃច័ន្ទនិងថ្ងៃសៅរ៍សាលាបានគៀងគរធនធានសហគមន៍សម្រាប់អភិវឌ្ឍសាលារបស់យើងរួមមានការចាក់ដីបំពេញហើយយើងក៏បានចូលរួមបដិភាគសម្រាប់កសាងប្រព័ន្ធទឹកស្អាតហើយក៏មានទីធ្លាសាលាបានស្អាតបរិស្ថានស្អាតដែលពលរដ្ឋក៏បានបញ្ជូនកូនមករៀនជាបន្តបន្ទាប់ហើយយើងមានរបងព័ទ្ធជុំវិញដែលធ្វើឲ្យការជឿទុកចិត្តទៅលើសាលាដែលការពារអាយុជីវិតរបស់កូនពលរដ្ឋមិនមានការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ